Romans 14:17 KJV. For the kingdom of God is not meat and drink, but righteousness and peace and joy in the Holy Ghost. ជំពូក17បន្ទាប់មកទេវតាមួយរូបក្នុងចំណោមទេវតាទាំង7ដែលកាន់ពេកទាំង7ចូលមកនិយាយនឹងខ្ញុំថាសូមជួយមកខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទុំនៃមេស៊ីយ៉ាដ៏មានឈ្មោះល្បីដែលអង្គុយលើមហាសមុទ្រស្ដេចលើផែនដីបានមកព្រាបប្រាសចាក់សិលធម៌ជាមួយស្ត្រីនោះហើយមនុស្សម្នានៅលើផែនដីក៏បានមកព្រាបស្រវឹងនឹងកម្មគុណជាមួយនាងដែរទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោឋាននៅទីនោះខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅដែលមានសរសេរឈ្មោះផ្សេងពេញខ្លួនវាជាឈ្មោះប្រមាថព្រះជាម្ចាស់សត្វនោះមានក្បាល7និងមានស្នែក10ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយនិងពណ៌ក្រហមឆ្អិនឆ្អៅព្រមទាំងតុបតែងខ្លួនដោយពាក់មាសត្បូងនិងពេជ្រទៀតផងនាងកាន់ពេកមាសមួយដោយដៃពោពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើមនិងកាមគុណដ៏ថោកពីប្រពន្ធនាងនៅលើឋាននាងមានចាឈ្មោះមួយដ៏អាថ៌កំបាំងគឺមហានគរបាប៊ីឡូនជាម្ដាយរបស់ពួកស្ត្រីពេជ្រានិងជាប្រភពនៃអំពើគួរឲ្យស្អប់ខ្ពើមនៅលើផែនដីខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធនិងឈាមរបស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូវពេលឃើញស្ត្រីនោះខ្ញុំងឿងឆ្ងល់ខ្លាំងណាស់ទេវតាពោលមកកាន់ខ្ញុំថាហើយអ្វីបានឆ្លងគឺឆ្ងល់ដូច្នេះខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដល់ការកំបាំងរបស់ស្ត្រីនោះនិងអំពីសត្វដែលនាងជិះមានក្បាល7និងស្នែក10សត្វដែលលោកឃើញនោះនឹងសម័យដើមមានជីវិតតែឥឡូវនេះមានទីទីហើយវានឹងឡើងពីរកអវិជ្ជមកលោកវានឹងមានបាត់ទៅវិញពេលឃើញសត្វនោះមនុស្សម្នារូបលើផែនដីដែលមានឈ្មោះបាត់ក្នុងវិញ្ញាណជីវិតតាំងពីមុនកំណត់ពីនឹងយើងឆ្ងល់យ៉ាងខ្លាំងព្រោះនៅសម័យដើមវាមានជីវិតតែឥឡូវនេះមានទីទីហើយវានឹងលេចមកសារជាថ្មីត្រង់នេះអង្គយកប្រាជ្ញាដ៏ឆ្លាតវៃមករៀបគិតទឹកយល់បាន7សំដៅទៅលើភ្នំទាំង7ដែលស្ត្រីនោះអង្គុយលើហើយក៏សំដៅទៅលើស្ដេចទាំង7អង្គដែរស្ដេច5អង្គបានធ្លាក់លេខបាត់ទៅហើយមួយអង្គទៀតកំពុងតែសោយរីកហើយមួយអង្គទៀតរំលងដល់ឡើយទេពេលស្ដេចមកដល់ក៏មិនសោយរីកតែមួយពេលផងនៃឯសត្វទេរឆានដែលមានជីវិតកាលពីសម័យដើមតែឥឡូវវាមានទៀតវានឹងធ្វើជាស្ដេចទី8វាបានក្នុងចំណោមស្ដេចទាំង7នោះដែរហើយនឹងពេលវេលាបាត់ទៅស្នែកទាំង10ដែលលោកបានឃើញសំដៅទៅលើស្ដេច10អង្គដែលមិនទាន់បានទទួលរាជសម្បត្តិទៅឡើយតែស្ដេចទាំងនោះនឹងទទួលអំណាចធ្វើជាស្ដេចបានមួយដងរួមជាមួយសត្វទេរឆានស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នាគឺប្រមូលរដ្ឋាភិបាលនិងអំណាចខ្លួនទៅឲ្យសត្វទេរឆានស្ដេចទាំង10នឹងនាំគ្នាធ្វើសឹកជាមួយពលជាងតែពលជាងនឹងឈ្នះស្ដេចទាំង10ព្រះអង្គជាព្រះអង្គម្ចាស់លើអង្គម្ចាស់នានានិងជាព្រះមហាក្សត្រលើមហាក្សត្រនានានៃតែរបស់អ្នកដែលនៅជាមួយពលជាងគឺអ្នកដែលព្រះជាម្ចាស់បានប្រហៅនិងបានជ្រើសរើសហើយដែលមានទំនួលដ៏ស្មោះក៏នឹងមានជ័យជំនះរួមជាមួយពលជាងដែរទេវតាពោលមកកាន់ខ្ញុំទៀតថាមហាសមុទ្រដែលលោកបានឃើញគឺមហាសមុទ្រដែលស្ត្រីមេស៊ីយ៉ាអង្គុយលើនោះសំដៅទៅលើប្រជារាស្ត្រមហាជនជាតិសាសន៍និងភាសានានានៃឯស្នែកទាំង10ដែលលោកបានឃើញរួមទាំងសត្វទេរឆាននឹងបានគ្នាស្អប់ស្ត្រីមេស៊ីយ៉ានោះហើយធ្វើឲ្យនាងនឹងស្ងាត់ជ្រមុំយ៉ាងសម្រាប់នាងឲ្យនៅក្នុងប្រទេសគេនឹងស៊ីសាច់នាងនិងយកនាងទៅដុតក្នុងភ្លើងទៀតផងត្បិតព្រះជាម្ចាស់បានបណ្ដាលឲ្យពួកគេមានចិត្តធ្វើតាមផែនការរបស់ព្រះអង្គគឺមូលមតិគ្នាប្រពើរាជសម្បត្តិទៅឲ្យសត្វទេរឆានរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចគ្រប់ប្រការរីឯស្ត្រីដែលលោកបានឃើញនោះគឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី 1 Thessalonians 5-9 KJV. For God hath not appointed us to wrath, but to obtain salvation by our Lord Jesus Christ.